ខ្ញុំគឺចង់ឲ្យយុវជនទាំងអស់គ្នាក្លាហានក្នុងការចូលរួមកម្មវិធីទាំងនេះដោយយើងអាចថានិយាយពីខ្លួនឯងអ្វីដែលខ្លួនឯងស្រឡាញ់និងបង្ហាញពីខ្លួនឯងឲ្យច្បាស់ខ្ញុំបាទឈ្មោះអៀងសុនបញ្ញរិទ្ធមកពីថ្នាក់ទី 10A1 នៃវិទ្យាល័យបាក់ទុកសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំវាពិតជាអស្ចារ្យមែនទែនសម្រាប់កម្មវិធីមួយនេះដែលបាននាំឲ្យសិស្សានុសិស្សទាំងអស់យល់ច្បាស់ពីខ្លួនឯងនិងមានបទពិសោធន៍ទៅលើការធ្វើ presentation ហ៊ាននិយាយដែលអ្វីដែលខ្លួនឯងចង់ធ្វើព្រមទាំងហ៊ានសម្រេចចិត្តក្នុងការធ្វើអ្វីមួយដែលខ្លួនឯងស្រឡាញ់ចូលចិត្តសកម្មភាពទាំងអស់នេះដែលថាកន្លែងដែលខ្ញុំសប្បាយចិត្តជាងគេគឺកន្លែងដែលបញ្ញាគាត់បាននិយាយផ្លែផ្កាមកដាក់ខ្ញុំនិង recommend ទាំង3នាក់ទៀតសម្រាប់អនុស្សាវរីយ៍ដែលខ្ញុំចងចាំមិនភ្លេចគឺនៅពេលដែលអ្នកទាំងអស់គ្នាបានទះដៃឲ្យខ្ញុំគាំទ្រខ្ញុំទោះខ្ញុំនៅមានកម្រិតក៏ដោយសម្រាប់ខ្ញុំមិនជាថ្មីទេព្រោះការប្រកួតនីមួយៗតែងតែមានឈ្នះចាញ់ដូច្នេះការចាញ់របស់ខ្ញុំនេះទោះខ្ញុំចាញ់មុនគេក៏ដោយប៉ុន្តែខ្ញុំសប្បាយចិត្តក្នុងការចូលរួមកម្មវិធីនេះដោយខ្ញុំយល់ច្បាស់ថាខ្ញុំនៅមានកម្រិតមួយថាត្រូវអភិវឌ្ឍខ្លួនតទៅមុខទៀតសំណាប់សំណួរនេះខ្ញុំគិតថាទោះយើងចាញ់ជាច្រើនដងក៏ដោយប៉ុន្តែយើងត្រូវគិតថាលើជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបានទោះវាលំបាកប៉ុណ្ណាក៏ដោយយើងត្រូវការគិតថាយើងអាចតទៅមុខទៀតយើងជីវិតយើងមនុស្សម្នាក់តែងតែមានជីវិតខុសៗគ្នាទោះពិបាកប៉ុណ្ណាក៏យើងត្រូវតែតស៊ូដែរដូចពាក្យស្លោកនិយាយថាជីវិតគឺជាការតស៊ូអញ្ចឹងដូច្នេះសម្រាប់ខ្ញុំផ្ទាល់ទោះខ្ញុំចាញ់លើកនេះក៏ដោយឬខ្ញុំចូលរួមលើកក្រោយទៀតខ្ញុំនៅតែចាញ់ខ្ញុំនៅតែខិតខំចូលរួមកម្មវិធីទាំងនេះដោយខ្ញុំនឹងស្វែងរកចំណុចខ្សោយរបស់ខ្លួននិងអភិវឌ្ឍខ្លួនតទៅមុខទៀតដើម្បីយកឈ្នះក្នុងកម្មវិធីណាមួយសម្រាប់ខ្ញុំគឺចង់ឲ្យយុវជនទាំងអស់គ្នាក្លាហានក្នុងការចូលរួមកម្មវិធីទាំងនេះដោយយើងអាចថានិយាយពីខ្លួនឯងអ្វីដែលខ្លួនឯងស្រឡាញ់និងបង្ហាញពីខ្លួនឯងឲ្យច្បាស់សម្រាប់ខ្ញុំគឺចង់ឲ្យមានកម្មវិធីទាំងនេះមកការបន្ថែមទៀតទាំងនៅសាលាផ្សេងទាំងសាលាបាក់ទុកនេះព្រោះចង់ឲ្យមកការបញ្យល់ឲ្យយុវជនទាំងអស់គ្នាយល់ច្បាស់ពីខ្លួនឯងរកចំណេញដែលខ្លួនឯងស្រឡាញ់និងហ៊ាននិយាយនៅចំពោះមុខមនុស្សទាំងឡាយ